នេះគឺយើងទៅមើលទឹកទន្លេដើម្បីថាទឹកទន្លេឡើងហើយយើងមិញគឺគេផ្សាយព័ត៌មានថាទឹកទន្លេឡើងខ្លាំងយ៉ាងយើងទៅមើលទឹកទន្លេទាំងអស់គ្នាអូខេបន្ទាប់ពីថាចេញទៅក្រៅដោយសារនេះក្រៅក្នុងរបស់ខ្ញុំហ្នឹងគឺនិគុណលោកចាក់សោបាត់ហើយម៉ូតូរបស់ខ្ញុំគឺនៅខាងក្នុងអញ្ចឹងយើងអត់មានទៅខាងក្រៅទេតាមទៅមើលទឹកទន្លេបណ្តែដែលសោវាជាប់យើងមកមើលទេសភាពនៅជុំវិញវត្តវាស្រស់ស្អាតប៉ុណ្ណាក្រោយក្នុងរបស់ខ្ញុំនេះគឺព្រះវិហារសម្រាប់ព្រះសង្ឃលោកធ្វើកិច្ចវត្តផ្សេងដូចជាកិច្ចវត្តនមស្ការព្រះល្ងាចហើយនឹងធ្វើពិធីកម្មផ្សេងគឺនៅលើព្រះវិហារហើយខាងនោះគឺព្រះមេរុហើយដែលឃើញសមលនោះគឺលោកចុកផ្ដើមកសាងឧបដ្ឋានសាលាដែលខ្ញុំថតនៅក្នុងវីដេអូមានទំហំធំមែនតើហើយតម្លៃកសាងក៏មិនតិចដែរអញ្ចឹងបើបងប្អូនមានសទ្ធាជ្រះថ្លាអាចចូលរួមនៅក្នុង QR code ក៏មានដែរក្នុងវីដេអូដែលខ្ញុំថតហើយ